បាទសួស្តីបាទថ្ងៃនេះខ្ញុំសូមនិយាយរឿងតាក់ទងទៅនឹងការធ្វើ customize dashboard ទៅបាទជាមួយនឹង economic data set បាទការធ្វើ customize dashboard reporting management នេះវាមានសារៈសំខាន់ណាស់បាទជាពិសេសយើង customize dashboard យើងនឹងជាមួយនឹង GDP ជាមួយនឹង trade balance នេះហ្នឹងបាទតាក់ទងនឹង inflation នេះផ្សេងហ្នឹងអញ្ចឹងចំពោះបងប្អូនដែលចាប់អារម្មណ៍ចង់ចេះរបៀបធ្វើ customize data របស់យើងដែលតាក់ទងទៅនឹង GDP growth ជាមួយនឹង trade balance ហើយផ្សេងហ្នឹងគឺបងប្អូនអាចតាក់ទងខ្ញុំបានខ្ញុំនឹងទៅបរៀនផ្ទាល់តាក់ទងទៅនឹងការធ្វើ customize បាទការធ្វើ customize នេះវាមិនហៅថា complicated ខ្លាំងទេសំខាន់ឲ្យតែបងប្អូនរៀនមានគ្រូអីត្រឹមត្រូវគឺរៀនលឿនវាអត់ដូចយើងរៀនជាមួយវីដេអូទេបាទគឺខ្ញុំទៅបរៀនផ្ទាល់តែអញ្ចឹងការរៀនឬក៏ coaching នេះគឺវាមានរយៈពេលខ្លីតែខ្លឹមបើថាលឿនណាបាទរៀនជាមួយវីដេអូវាមិនហៅថាមិនតាន់ចិត្តដោយយើងរៀនជាមួយគ្រូផ្ទាល់ទេបាទគ្រូផ្ទាល់គឺគេមាន technique គេក្នុងការបរៀនខ្លីតែខ្លឹមរៀនមកខ្ញុំនេះគឺខ្ញុំបរៀនតែ5-10ម៉ោងហើយបាទខ្ញុំអាចទៅបរៀនដល់ office បងប្អូនបានជាពិសេសតាក់ទងនឹងជាមួយនឹងខាង CEO ឬ manager អីបាទមួយទល់មួយក៏បានឬក៏ជា team អី 4-5 នាក់អីគឺយើងអាចខ្ញុំអាចទៅបរៀន coaching នេះបានខ្ញុំនឹងឲ្យសាច់ដែលបរៀនគឺជាមួយនឹង data set តាក់ទងនឹង economic យើងអាច customize ទៅលើ GDP growth ជាមួយ trade balance នៃផ្សេងហ្នឹងយើង build chart visualization នៃផ្សេងហ្នឹងដើម្បីបាន dashboard មួយហើយបងប្អូនកុំភ័យរឿងថាការ customize dashboard របស់យើងនេះយើងត្រូវចេះ coding អីអត់ទេអត់ចាំបាច់ចេះ coding អីទេបាទវាស័ក្តិសមបំផុតចំពោះ CEO ឬ manager ហ្នឹងដែលគាត់មិនចង់បានលក្ខណៈ complicated អី